បើតាមការចុះផ្សាយរបស់កាសែតថៃនាយករដ្ឋមន្ត្រីថៃលោកអនុទិនបានបញ្ជាក់នៅរសៀលថ្ងៃទី10វិច្ឆិកាឆ្នាំ2025នេះថាលោកនឹងផ្អាកបញ្ឈប់ចោលទាំងស្រុងនៅរាល់សកម្មភាពនៃការចុះកិច្ចព្រមព្រៀងចោលទាំងអស់ជាមួយនឹងភាគីកម្ពុជាដោយលោកនឹងបើកភ្លើងខៀវដល់ក្រសួងការពារជាតិថៃនិងក្រសួងការបរទេសរបស់ថៃដើម្បីអនុវត្តទៅតាមការទាមទាររបស់ថៃលោកបានបន្ថែមទៀតថាឧបតវហេតុនៃការផ្ទុះគ្រាប់មីនធ្វើឲ្យកងទ័ពថៃរងរបួសនិងដាច់កជើងស្ដាំនៅខេត្តស៊ីសាកេថ្ងៃនេះនឹងនាំឲ្យមានអរិយភាពក៏ដូចជាការគំរាមកំហែងដល់សន្តិសុខជាតិថៃផងដែរនាយករដ្ឋមន្ត្រីថៃលោកអនុទិនបានសង្កត់ធ្ងន់ថាការបញ្ជូនវីរៈកងទ័ពកម្ពុជាទាំង18នាក់មិនត្រឹមតែពន្យាពេលនោះទេលើកនេះគឺត្រូវផ្អាកទាំងស្រុងតែម្ដងហើយលោកអនុទិនក៏បានប្រាប់អ្នកសារព័ត៌មានថៃឲ្យឈប់សួររឿងវីរៈកងទ័ពកម្ពុជាទាំង18នាក់ទៀត